ហើយយាយអូនហ្នឹងណាសក់គាត់សក់រាជសីហ៎យាយអូនណាពេលគាត់សិតណាគាត់មិនដែលដូរម៉ូតសក់ទេពីព្រោះសក់នោះសក់រាជសីណាខ្មោចមកស្រុកខ្មែរព្រាយមកស្រុកខ្មែរអ្នកតាមកស្រុកខ្មែរទេវតារក្សាស្វេតឆ័ត្រយាយអូនដំពងយាយអូនថាតែមិនស្ដាប់អញដំពងអត់ហ៊ានជាមួយយាយអូនទេស្រុកខ្មែរណាយួនគេធ្វើការវិភាគសង្គមខ្មែរគេដឹងអស់អញ្ចឹងហើយបានគេចាត់តាំងម៉ែនសំអនឲ្យជាសម្ដេចកម្មាភិបាលបារមីយួនគេដឹងអស់គេដឹងតាំងពីកសែងសនឹងយ៉ាងម៉េចគេដឹងតាំងពីគ្រូលន់ណុលនឹងយ៉ាងម៉េចគេដឹងថានៅចំការមួននឹងយ៉ាងម៉េចគេដឹងថាអ្នកពួករាជវង្សបើកបនបៀនឹងយ៉ាងម៉េចគេដឹងតាំងពីតំណាក់ទ្រង់ម្ចាស់តោគេដឹងតាំងពីតំណាក់សមនមេតគេដឹងតាំងពីអាចិនហងយូគេដឹងអស់អាលីងហើយឥឡូវហ្នឹងគេដឹងអស់បានគេឲ្យយាយមកយាយអូនហ្នឹងគាត់ធ្វើកម្មាភិបាលបារមីហើយយាយអូនហ្នឹងណាសក់គាត់សក់រាជសីហ៎យាយអូនណាពេលគាត់សិតណាគាត់មិនដែលដូរម៉ូតសក់ទេពីព្រោះសក់នោះសក់រាជសីខ្មោចព្រាយអសុរកាយនៅប្រទេសកម្ពុជាខ្លាចយាយអូនណាដឹងយាយអូនគាត់មានអំណាចអីទេគាត់មកឲ្យញឹមណាគាត់មកញឹមសម្ដីផ្អែមសើចញឹមគាត់ក៏ពាក់កាយ5ណាខ្មោចមកស្រុកខ្មែរព្រាយមកស្រុកខ្មែរអ្នកតាមកស្រុកខ្មែរទេវតារក្សាស្វេតឆ័ត្រយាយអូនដំពងយាយអូនថាតែមិនស្ដាប់អញដំពងអត់ហ៊ានជាមួយយាយអូនទេអត់ហ៊ានទេយាយអូនគាត់ទៅរៀនពីសាលាយួនបង្រៀនមកថាព្រាយខ្មែរខ្មោចខ្មែរអីទាំងអស់ឲ្យតែចាប់ដំពងបានថ្ងៃក្រោយវាឃើញមិនបាច់សែនព្រានអីឲ្យវាទេវាស្ដាប់ប្រកបហើយយាយអូនគាត់មានអាញួរដំពងណាបានជាគាត់នឹងធ្វើកម្មាភិបាលលយាយសនបកកុម្មុយនីសវៀតណាមត្រួតបារមីមកស្រុកខ្មែរណាបានទេមកចង់ចូលមួយយាយអូនវាយដំពងតែប្តីគាត់មិនហ៊ានមួយគាត់ផងឃើញមុខសើចញឹមយាយអូនដំពងណាអត់បានទេអត់បានទេកុំច្រឡំអញ្ចឹងហើយបានវៀតណាមឲ្យធ្វើកម្មាភិបាលសម្ដេចបារមីណាហ្នឹងឲ្យដឹងហ្នឹងអញ្ចឹងសុំឲ្យយល់អត់មានណាហ៊ានទេហើយយាយអូនគាត់មានវិន័យអង្គការបកត្រឹមត្រូវណាវិន័យអង្គការបកត្រឹមត្រូវយើងគិតមើលផ្កាយ5មានស្រីណាពាក់ផ្កាយ5យាយអូនណាយាយអូនពាក់ផ្កាយ5ណាអាហ្នឹងឲ្យដឹង